Hello សួស្តីនៅថ្ងៃនេះមួយបើថារាងកាយរបស់យើងមិនជឿស្រួលទៅពិនិត្យជំងឺលោកគ្រូបែរថាយើងកំពុងខ្វះវីតាមីនអញ្ចឹងវីតាមីនគឺជាអ្វីហេតុអ្វីរាងកាយរបស់យើងត្រូវការវាបើសិនយើងប្រៀបធៀបរាងកាយយើងប្រៀបដូចជាទីក្រុងមួយដ៏ធំដែលមានអគារទីស្នាក់ការជាច្រើនផ្សេងៗខុសគ្នាក្នុងនោះកោសិកាប្រៀបដូចជាប្រជាពលរដ្ឋមួយដ៏ស្លូតបូតដើម្បីឲ្យទីក្រុងនឹងដំណើរការបានល្អយើងនឹងត្រូវការក្រុមការពារមួយដ៏ក្លាហានក្រុមការពារនឹងគឺវីតាមីននិយាយដល់វីតាមីនក៏ត្រូវគេបែងចែកជាពីរប្រភេទទី1វីតាមីនរលាយក្នុងទឹកប្រភេទទី2គឺវីតាមីនរលាយក្នុងខ្លាញ់ក៏តែក្នុងវីដេអូនេះខ្ញុំត្រឹមតែនិយាយពីប្រភេទទី1គឺវីតាមីនរលាយក្នុងទឹកហើយចំពោះវីតាមីនរលាយក្នុងខ្លាញ់ខ្ញុំនឹងនិយាយនៅវីដេអូក្រោយសូមបងប្អូនយើងតាមដានទស្សនាយើងអាចនិយាយថាវីតាមីនរលាយក្នុងទឹកប្រៀបដូចជាក្រុមការពារមួយដ៏ឆាប់រហ័សដែលតែងតែឆ្ពោះទៅជួយរាងកាយរបស់យើងគ្រប់ពេលវេលាក៏ប៉ុន្តែមានចំណុចមួយដ៏សំខាន់ពួកវីតាមីននេះមិនអាចស្តុកក្នុងរាងកាយរបស់យើងយូរបានទេពីព្រោះដូចជាឈ្មោះរបស់វាអញ្ចឹងវានឹងអាចរលាយក្នុងទឹករាងកាយរបស់យើងនឹងបោះចោលវាតាមរយៈទឹកនោមនេះក៏ជាមូលហេតុដែលលោកគ្រូពេទ្យឲ្យយើងទៅបំពេញវីតាមីនប្រភេទនេះក្នុងរាងកាយរបស់យើងជាប្រចាំបើសិនខ្វះប្រភេទវីតាមីននេះក្នុងរាងកាយរបស់យើងវានឹងបណ្ដាលឲ្យមានការប៉ះពាល់ដល់សុខភាពរបស់យើងហើយចំពោះក្រុមវីតាមីនរលាយក្នុងទឹកនេះវាក៏មានច្រើនវីតាមីនខុសៗគ្នាផងដែរដូចជាទី1វីតាមីន C ដែលមានហត្ថនាមថាអ្នកការពារសុខភាពដ៏អស្ចារ្យផលប្រយោជន៍របស់វាគឺជាស្នាក់ការពារជំងឺនិងជំងឺផ្ដាសាយវានឹងជួយបង្កើនកោសិកាថ្មីនិងជួយឲ្យស្បែកមានសុខភាពល្អក្រៅពីនេះវាក៏ជួយបង្រួមមុខរបួសរបស់យើងឲ្យបានឆាប់ជាសះស្បើយបើនិយាយពីម្ហូបដែលមានវីតាមីន C ច្រើនដូចជាក្រូចឆ្មាតាសោះបៃតងស្ទូប៊ឺរីនិងម្ទេសខ្ចីជាដើមបើសិនរាងកាយយើងខ្វះវីតាមីន C វានឹងបណ្ដាលឲ្យយើងហូរឈាមតាមជើងក្មេងស្បែកស្ងួតហើយងាយនឹងប្រាក់សាយហើយស្រាប់របួសយូរនឹងជាទោះបីជាវីតាមីន C មិនអាចព្យាបាលជំងឺប្រាក់សាយបានជាសះស្បើយដល់ 100% ទេក៏ប៉ុន្តែវានឹងអាចជួយបង្រួមរយៈពេលព្យាបាលឲ្យបានខ្លីទី2វីតាមីនក្រុម B គឺជាក្រុមសេនាទីកម្លាំងថាមពលនិយាយពីក្រុមវីតាមីន B នេះគឺជាក្រុមកម្លាំងនៃថាមពលរបស់ប្រព័ន្ធប្រសាទនឹងជួយឲ្យអ្នកមានកម្លាំងមាំមិនអស់កម្លាំងនិងប្រសិទ្ធភាពខួរក្បាលរបស់យើងបានល្អដំបូងគេក្នុងក្រុម B នេះគឺវីតាមីន B1 ដែលមានឈ្មោះថាធីអាមីននិយាយដល់វីតាមីន B1 នេះយើងអាចប្រៀបធៀបវាដូចជាទីហ៊ានដែលควបគុំខាងថាមពលដែលតួនាទីរបស់វាទៅជួយផ្លាស់ប្ដូរស្ករទៅជាថាមពលដើម្បីចិញ្ចឹមរាងកាយវីតាមីនប្រភេទនេះនឹងមានច្រើនក្នុងអង្ករកិនមិនស្អាតសាច់មាន់សណ្តែកជាដើមបើខ្វះវីតាមីនប្រភេទនេះវានឹងធ្វើឲ្យរាងកាយយើងដូចជាអត់ថ្មវានឹងធ្វើឲ្យយើងខ្ជិលអត់មានកម្លាំងហើយអត់ចង់ញ៉ាំអីហើយបំបែកអារម្មណ៍ឆ្លៀនទៅមុខបន្តិចយើងនឹងជួបវីតាមីនមួយមុខទៀតគឺវីតាមីន B2 ដែលមានឈ្មោះថា Riboflavin ចំពោះវីតាមីន B2 នេះយើងអាចប្រៀបធៀបវាដូចជាអ្នកការពារភ្នែកពីព្រោះតួនាទីរបស់វាគឺថែរក្សាសុខភាពរបស់ភ្នែកហើយនិងស្បែករបស់យើងវីតាមីន B2 នេះដែលមានច្រើនក្នុងទឹកដោះគោពងគ្រប់ប្រភេទនិងបន្លែបៃតងបើសិនរាងកាយរបស់យើងខ្វះអ្នកការពារភ្នែកនេះវានឹងបណ្ដាលឲ្យភ្នែករបស់យើងងាយរងគ្រោះបំផុតហើយបើបងមាត់ស្ងួតស្បែករបស់យើងមានសុខភាពមិនល្អតមុខបន្តិចទៀតយើងនឹងជួបវីតាមីនមួយមុខទៀតគឺជាវីតាមីន B3 ដែលមានឈ្មោះថា niacin ចំពោះវីតាមីន B3 នេះយើងអាចប្រៀបធៀបវាដូចជាអ្នកការពារប្រព័ន្ធខ្សែឈាមរបស់យើងពីព្រោះតួនាទីរបស់វាគឺជួយកាត់បន្ថយជំងឺសរសៃឈាមបេះដូងហើយនឹងជួយរក្សាសីតុណ្ហភាពសម្ពាធឈាមរបស់យើងផងដែរវីតាមីន B3 នេះដែលមានច្រើនក្នុងត្រីសាច់មាន់និងផ្សិតគ្រប់ប្រភេទ
បើសិនរាងកាយរបស់យើងមានអារម្មណ៍ថានឿយហត់ខ្ជិលហើយវល់មុខនេះជាសញ្ញាដែលបង្ហាញថាយើងកំពុងខ្វះវីតាមីន B បន្ទាប់មកយើងនឹងរាប់មុខវីតាមីនតកូ B មួយមុខទៀតគឺវីតាមីន B5 ដែលមានឈ្មោះថា Pantothenic acid ចំពោះវីតាមីន B5 នេះយើងក៏អាចប្រៀបធៀបវាដូចជាអ្នកអភិវឌ្ឍសារធាតុចិញ្ចឹមរបស់រាងកាយដែលតួនាទីចម្បងរបស់វីតាមីន B នេះគឺបង្កើនហូម៉ូននិងជាតិខ្លាញ់ក្នុងរាងកាយរបស់យើងចំពោះវីតាមីនប្រភេទនេះដែលមានច្រើនក្នុងផ្លែពីងប៉ោះពងគ្រប់ប្រភេទហើយនិងត្រីសាម៉ង់ជាដើមរូបសញ្ញាដែលងាយឃើញបំផុតនៅពេលដែលរាងកាយរបស់យើងកំពុងតែខ្វះវីតាមីន B5 ដូចជាឈឺរាងកាយឈឺតាមសន្លាក់សាច់ដុំជាដើមបន្តមកទៀតយើងនឹងមានវីតាមីន B6 ដែលមានឈ្មោះថា Pyridoxine ចំពោះវីតាមីន B6 នេះយើងក៏អាចប្រៀបធៀបវាដូចជាអ្នកផ្ដល់សុភមង្គលសម្រាប់ខួរក្បាលរបស់យើងដែលតួនាទីចម្បងរបស់វីតាមីនប្រភេទនេះនឹងជួយជំរុញឲ្យប្រព័ន្ធប្រសាទរបស់ខួរក្បាលដំណើរការបានយ៉ាងល្អវីតាមីនប្រភេទនេះដែលមានច្រើនក្នុងចេកដំឡូងគ្រប់ប្រភេទហើយនិងសាច់បន់ជាដើមបើសិនរាងកាយរបស់យើងខ្វះនៅវីតាមីន B6 នេះវានឹងធ្វើឲ្យយើងគ្រប់គ្រងអារម្មណ៍មិនល្អងាយនឹងខឹងហើយឧស្សាហ៍ភ្លេចឃ្លាំងក្រៅពីវីតាមីន B6 យើងនៅមានវីតាមីនមួយប្រភេទទៀតគឺវីតាមីន B7 ដែលមានឈ្មោះថា biotin ចំពោះវីតាមីន B7 នេះយើងអាចប្រៀបធៀបវាដូចជាអ្នកថែរក្សាសម្រស់ពិតប្រាកដដែលតួនាទីរបស់វាខ្ញុំជឿថានារីមួយណាក៏ចូលចិត្តគឺថែរក្សាសក់និងកញ្ចក់ដៃកញ្ចក់ជើងឲ្យបានស្អាតវីតាមីនប្រភេទនេះដែលមានច្រើនក្នុងក្របដូងបារាំងពងគ្រប់ប្រភេទហើយនិងត្រីសាម៉ង់ជាដើមបើសិនរាងកាយរបស់យើងខ្វះទៅវីតាមីនប្រភេទនេះវានឹងធ្វើឲ្យសក់ងាយនឹងជ្រុះហើយស្បែកស្ងួតកញ្ចក់ដៃកញ្ចក់ជើងងាយនឹងបាក់ឥឡូវយើងទៅជួបវីតាមីនតកូ B មួយមុខទៀតគឺជាវីតាមីន B9 ដែលមានឈ្មោះថា folate វីតាមីនប្រភេទនេះវាមានសារៈសំខាន់ណាស់ចំពោះស្ត្រីដែលមានផ្ទៃពោះពីព្រោះវីតាមីនប្រភេទនេះនឹងជួយបង្កើនកោសិកាឈាមក្រហមហើយនឹងជួយឲ្យការលូតលាស់របស់ទារកចំពោះវីតាមីន B9 នេះដែលមានច្រើនក្នុងបន្លែបៃតងហើយនិងផ្លែប៉ោមសណ្តែកជាដើមបើសិនរាងកាយរបស់យើងខ្វះនៅវីតាមីន B9 នេះវានឹងធ្វើឲ្យយើងអាចនឹងខ្វះក្របឈាមក្រហមឈឺក្បាលហើយការចងចាំមិនល្អជាចុងក្រោយយើងនៅមានវីតាមីនតកូ B មួយមុខទៀតគឺជាវីតាមីន B12 ដែលមានឈ្មោះថា Cyanocobalamin វីតាមីនប្រភេទនេះយើងនឹងអាចប្រៀបធៀបវាដូចជាកងទ័ពប្រឆាំងនឹងការអស់កម្លាំងពីព្រោះវានឹងជួយឲ្យប្រព័ន្ធប្រសាទរបស់យើងដំណើរការយ៉ាងសុវត្ថិភាពក្រៅពីនឹងវានឹងជួយក្នុងការជំរុញផលិតក្របឈាមក្រហមបានយ៉ាងល្អពិភពចំណីដែលមានវីតាមីន B12 ច្រើនដូចជាសាច់គោត្រីសាម៉ង់ហើយនិងពងគ្រប់ប្រភេទបើឆាត់ថ្ងៃណាមួយរាងកាយរបស់យើងអស់កម្លាំងឈឺក្បាលហើយនឹងឧស្សាហ៍ភ្លេចឃ្លាំងនេះជាសញ្ញាដែលបង្ហាញថាយើងកំពុងតែខ្វះវីតាមីន B12 ខាងក្រោមនេះគឺជាចំណុចពិសេសរបស់វីតាមីនរលាយក្នុងទឹកដែលបងប្អូនយើងគួរតែចាប់អារម្មណ៍ចំពោះវីតាមីនរលាយក្នុងទឹកនេះបងប្អូនកុំបារម្ភពីភាពលើក្នុងរាងកាយរបស់យើងបើសិនយើងបរិភោគច្រើនពេកវានឹងត្រូវបានរាងកាយរបស់យើងបោះចោលវាតាមរយៈតម្រងនោមរបស់យើងម្យ៉ាងទៀតពូវីតាមីននេះមិនអាចស្តុកយូរក្នុងរាងកាយរបស់យើងយូរបានទេដូច្នេះហើយបងប្អូនយើងត្រូវការបន្ថែមវាជាប្រចាំដើម្បីជៀសវាងនឹងការខ្វះចំណុចមួយទៀតពូវីតាមីននេះវានឹងរលាយក្នុងទឹកដូច្នេះហើយបងប្អូនយើងត្រូវការទទួលទានទឹកគ្រប់គ្រាន់ដើម្បីជួយស្រូបយកវីតាមីននេះឲ្យបានល្អជាចុងក្រោយយើងអាចនិយាយថាវីតាមីនរលាយក្នុងទឹកប្រៀបដូចជាកងទ័ពប្រណិតមួយដែលចូលរួមក្នុងសកម្មភាពរក្សាសុខភាពរបស់យើងសូមចងចាំថាបើសិន
ខ្វះវីតាមីនណាមួយនោះនឹងអាចបង្កឲ្យមានបញ្ហាសុខភាពជាធ្ងន់ធ្ងរបើសិនបងប្អូនមានចម្ងល់ណាមួយអាចខមមិនខាងក្រោមណាសូមអរគុណសម្រាប់ការទស្សនា